បន្ទាប់ពីត្រានៃប្រាសាទបុរាណត្រូវបានបើកអ្នកគុណនិយមគ្រប់គ្រងគ្រប់ប្រញាប់រុះរាន់ចូលទៅខាងក្នុងតែក៏មិននឹកស្មានថាទទួលរងនៅការវាយប្រហារអំពីចំហាយនៃក្បួននៅពេលដែលកុសម្ព័ន្ធមយូរាបិសាចមេឃាមានបំណងវាយប្រហារទៅកាន់សៀវយានជាមួយនឹងគ្នារបស់គាត់ថាឈិនដែលមកពីចលងអណ្ដាតភ្លើងឆាបឆេះក៏ស្រាប់តែម្ដងជាអធិពលបណ្ដាលឲ្យកុសម្ព័ន្ធមយូរាបិសាចមេឃាគឺត្រូវតែដកថយជាបណ្ដោះអាសន្នបន្ទាប់ពីសៀវយានដឹកនាំនៅគ្នារបស់គាត់ចូលទៅក្នុងប្រាសាទបុរាណក៏ដូចជាឆ្លងកាត់នៅទុកលំបាកជាច្រើននៅទីបំផុតក៏ទទួលបានផ្លែឈើចំហាយប្រលឹងយ៉ាងជោគជ័យសម្រាប់នៅគោលបំណងធំបំផុតនៅក្នុងដំណើរលើកនេះផងដែរក្នុងពេលតែមួយនោះក្មេងញៀនថ្នាំមិននឹកស្មានថាទទួលដឹងនៅអារម្មណ៍នៃការហៅពីធម្មពលបុរាណមួយសៀវយានក៏បានសម្រេចចិត្តកំដរនៅស៊ីយានដើម្បីទៅពិនិត្យមើលស្វាគមន៍អ្នកគុណនិយមគ្រប់គ្រប់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងប្រយុទ្ធកម្មមេឃារដូវកាលទី5ដែលជាភាគទី136របស់យើងសាច់រឿងចាប់ផ្ដើមឡើងនៅបង្គួយមួយស្របគ្នានោះក៏ស្រាប់តែសៀវយានជាមួយនឹងគ្នារបស់គាត់ក៏បានចាប់មកដល់នៅទីតាំងមួយនេះចាប់មកដល់គ្រប់គ្នាសៀវយានក៏មានអារម្មណ៍ថាចម្លែកក៏ព្រោះថាចំហាយបិសាចវេទមន្តដែលបានតាមពួកយើងកាលពីមុននេះបន្តិចហើយអ្វីបានជាសក់រលីបាត់ទៅអញ្ចឹងគ្រប់គ្នាក៏បានសម្លឹងមើលសពគ្រប់ជ្រុងជ្រោយសៀវយានប្រាប់ថាពួកយើងក៏បានមកដល់កណ្ដាលនៃព្រៃហើយសម្លឹងទៅខាងមុខវាក៏គួរតែនៅទីនេះសងចានក៏បានប្រាប់ទៅកាន់មេធំក៏ព្រោះថានេះគ្មានអ្វីក្រៅតែពីចិញ្ចាំងបាក់បែកតែប៉ុណ្ណោះក្រៅពីនេះដូចជាមិនឃើញមានអីទៀតនោះទេខណៈពេលដែលគេបន្តដើរទៅខាងមុខក៏ត្រូវបានធម្មពលមួយឲ្យគេខ្ទាតត្រឡប់មកវិញសៀវយានប្រញាប់ប្រានៅជំហានរន្ទះញ៉ៃស្រីទាំង3000របស់គាត់ទៅទទួលចំហាយមួយនេះគឺពិតជាមិនធម្មតានោះឡើយរីឯក្បួនការពារក៏ចាប់ផ្ដើមដំណើរការសងចានបានអរគុណទៅដល់បងប្អូនសៀវយានឃើញនៅចិញ្ចាំងបុរាណដែលមាននៅក្បួនការពារខ្លាំងក្លាបែបនេះសៀវយានក៏ឆ្ងល់ហើយថាតើគឺជាអ្វីទៅសៀវយានដើរចូលទៅមុខក៏ដូចជាប្រាប់ថានេះគឺជារនាំងវិញ្ញាណសត្វចម្លែកតែគឺគ្រាន់តែជាចំហាយធម្មពលវិញ្ញាណដ៏ខ្លាំងក្លានៃសត្វចម្លែកមុនពេលដែលស្លាប់ទៅតែប៉ុណ្ណោះដែលអាចប្រមូលផ្ដុំនៅធម្មពលវិនិច្ឆ័យចុងក្រោយរបស់គេបែបនេះបានសៀវយានសម្លឹងទៅកាន់ព្រឹទ្ធាចារ្យធានហួរដែលមានបទពិសោធន៍ច្រើនគាត់ក៏បានងក់ក្បាលរីឯឈៀងលន់នាងគឺអត់យល់អីនោះទេស្របពេលដែរសៀវយាននៅតែមានអារម្មណ៍ថាមានអ្នកដែលកំពុងតែហៅនាងដូច្នេះហើយយកដៃទៅប៉ះលើរនាំងធម្មពលមួយនេះបិទភ្នែកសៀវយានក៏បានគិតមើលទៅម្ចាស់នៃរនាំងវេទមន្តមួយនេះក៏ប្រហែលជានិករីបុរាណថៃស៊ីដែរហើយមិនឆ្ងល់នោះទេហើយអ្វីបានជាមាននៅចំហាយធម្មពលដ៏ខ្លាំងក្លាបែបនេះសៀវយានខណៈពេលដែលបិទភ្នែកចំហាយធម្មពលកាន់តែខ្លាំងទៅនាងបានឃើញនៅទិដ្ឋភាពមួយដែលមយូរាព្រមទាំងនិករីកំពុងតែដណ្ដើមចង់បាននៅរបស់អ្វីម្យ៉ាងសៀវយានហាក់បីដូចជាមានការភ័យខ្លាចរហូតដល់ថយមកខាងក្រោយវិញទាំងព្រឹទ្ធាចារ្យធានហួរសៅយីសៀនសៀវយានព្រមទាំងអ្នកដទៃទៀតក៏មានការភ្ញាក់ផ្អើលជំនួសសៀវយានសម្លឹងទៅកាន់សៅយីសៀនក្មេងតូចប្រាប់ថារនាំងវេទមន្តវិញ្ញាណសត្វចម្លែកនេះគឺមិនត្រឹមតែមាននៅចំហាយនិករីថៃស៊ីនោះទេតែក៏មាននៅចំហាយកុសម្ព័ន្ធមយូរាបិសាចមេឃាផងដែរក្មេងតូចកាន់តែអន្តេសាថានាងចាំបាច់គឺត្រូវទៅចូលទៅរួចប្រើប្រាស់នៅធម្មពលរបស់នាងដើម្បីធ្វើការបំបែកនៅរនាំងវេទមន្តមួយនេះសកម្មភាពរបស់នាងអ្នកដទៃទៀតគឺបានត្រឹមតែឈរសម្លឹងមើលតែបើទោះបីជាអញ្ចឹងក៏មិនពិបាកសម្រាប់ក្មេងតូចយើងនោះដែរមួយផ្លែតក្រោយមកនាងក៏អាចបំបែកបានក៏ស្រាប់តែគ្រប់គ្នាមកដល់នៅទីតាំងមួយនេះសងចានរអ៊ូហើយថាទៅនេះគឺជាកន្លែងណាទៅបន្ទាប់ពីសម្លឹងចុះឡើងនាងក៏បានចង្អុលប្រាប់ថាឲ្យមើលទៅខាងនោះនៅខាងមុខនេះផងដែរក្រៅតែពីសំណល់នៃថ្មដែលទទួលរងពីការវាយប្រហារក៏បានឃើញនៅចម្លាក់មយូរាព្រមទាំងនិករីក្មេងតូចបានបបួលពួកគេឲ្យទៅតាមទៅដល់ហើយឈរសម្លឹងមើលក៏ដូចជារំលឹកនៅកុសម្ព័ន្ធនិករីថៃស៊ីព្រមទាំងកុសម្ព័ន្ធមយូរាឋានសួគ៌ពីបុរាណគឺសុទ្ធតែជាអ្នកកំពូលនៅក្នុងចំណោមសត្វបិសាចវេទមន្តហើយនេះក៏ប្រហែលជាសំណល់នៃការប្រយុទ្ធរបស់ពួកគេហើយព្រមទាំងដឹងថាចំហាយជីវិតនៃមយូរាឋានសួគ៌បុរាណខ្សោយជាងនិករីបុរាណថៃស៊ូខ្លាំងណាស់ក៏ប៉ុន្តែរនាំងវេទមន្តបិសាចក៏គួរតែត្រួតត្រាដោយចំហាយមយូរាបើសិនជាការប៉ាន់ស្មានរបស់នាងមិនខុសនោះទេរួចហើយក៏ដើរចូលទៅសៀវយានហើយនាងទាំងក្តីបារម្ភហើយនាងក៏បានប្រាប់ថាក៏ប្រហែលជានៅទីនេះមាននៅផ្លែឈើប្រភពមយូរានិករីសម្លឹងចុះទៅខាងក្រោមក៏ស្រាប់តែបានឃើញនៅដើមឈើដ៏ចម្លែកមួយព្រមទាំងផ្លែឈើសៀវយានបានសួរហើយថាតើនាងកំពុងតែសប្បន្នទេដឹងនេះគឺពិតជាផ្លែឈើដើមកំណើតមយូរានិករីពិតមែននាងគឺតែងតែគិតថាវាគឺមានតែក្នុងដំណើរនៃកំណត់ត្រារបស់កុសម្ព័ន្ធនិករីបុរាណថៃស៊ូតែប៉ុណ្ណោះហើយក៏មិននឹកស្មាននោះទេថាអាចបានឃើញវាដោយផ្ទាល់ភ្នែកសៀវយានក៏ដឹងថាធម្មពលគឺចេញមកពីផ្លែឈើមួយនេះខណៈពេលដែលផ្លែឈើបន្តមាននៅពន្លឺចែងចាំងក្តាប់នេះប្រាប់ហើយគឺត្រូវតែយកវាទៅកាន់កោះនិករីកុសម្ព័ន្ធមយូរាបិសាចឋានសួគ៌គឺមិនអាចយកវានោះទេបើសិនជាពួកគេវិវត្តទៅកាន់ខ្សែលោហិតមយូរានិករីកុសម្ព័ន្ធនិករីថៃស៊ូគឺនឹងទទួលរងនឹងការគំរាមកំហែងយ៉ាងធំក្តាប់នេះចុះទៅដល់ខាងក្រោមរួចមិនទាន់នឹងលូកដៃយកផងក៏ស្រាប់តែចាប់អារម្មណ៍ដឹងនៅចំហាយធម្មពលមួយសម្លឹងឡើងទៅលើអាកាសច្រកលំហក៏ត្រូវបានបើកខណៈពេលដែលគ្រប់គ្នាសម្លឹងទៅមើលទីនេះគឺជាជើងខ្លាំងដទៃទៀតដែលដឹកនាំដោយព្រឹទ្ធាចារ្យមកពីកុសម្ព័ន្ធមយូរាបិសាចមេឃាឃើញភ្លាមនិយាយផ្លែតពួកយើងបានជួបគ្នាម្ដងទៀតហើយសៀវយានមើលទៅកាន់កាយភ្នែករបស់ពួកគេទៅសម្លឹងមកចង់ស៊ីសាច់ហត់ឈាមតែម្ដងតែនៅក្លាហានសៀវយានក៏មិនខ្លាចដែលចូលទៅមុខពីជំហានស្របពេលដែរឈើក្រឡេកទៅឃើញនៅផ្លែឈើដើមកំណើតនិករីមយូរាក្តាប់នេះបានមកបាំងដេថាបាក់សីចង្រៃនេះគឺពិតជារំខានដូចជាបុព្វបុរសមយូរាឋានសួគ៌របស់ពួកគេមែនប្រាប់ទៀតថាកុំសម័យអសោះឈីងក៏បានប្រាប់ទៅកាន់សៀវយានប្រញាប់នាំមនុស្សរបស់លោកចាក់ចេញពីទីនេះឥឡូវនេះភ្លាមទៅបើមិនចឹងនោះទេពួកលោកគឺច្បាស់ជាត្រូវកប់នៅទីនេះហើយសង្ចាន់ក៏បានតវ៉ាសំដីធ្លោះណាមីកអូគឺតែខ្លួនឯងនឹងអាចយកនៅវត្ថុទិព្វនិករីបុរាណថៃស៊ូបានមែននេះក៏សម្ព័ន្ធបិសាចមយូរាឋានសួគ៌គ្មាននៅសមត្ថភាពនេះនោះឡើយលើដូច្នេះហើយព្រឹទ្ធាចារ្យមយូរានេះក៏ដឹងផ្លែតែម្ដងថាគឺជាខ្លាឃ្មុំនិករីបុរាណអសង្ហាម្នាក់នេះនិយាយទៀតហើយបើជាហ៊ាននិយាយក្អេងក្អាងក៏ព្រោះតែជាប់ខ្សែតិចតួចជាមួយនឹងនិករីបុរាណមែននេះមិនប្រមាណខ្លួនតទៅសោះព្រឹទ្ធាចារ្យធានហួរប្រាប់ទៅវិញបើសិនជាឯងមិនសុខចិត្តទេចុះមកវាយគេ
គ្នាទៅពាក្យសម្ដីពុកពេញទៅដោយចំហាយដ៏សន្ធោសន្ធៅក្តាប់នេះក៏បានត្រៀមខ្លួនក្នុងការប្រយុទ្ធដែរប្រទេសមីយូរ៉ាដែលចូលទៅនិយាយឲ្យថាផ្លែឈើដើមកំណើតមីយូរ៉ានេះគឺជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធមីយូរ៉ាបិសាយឋានស៊ូគ្រាន់តែឈានជំហានជើងរបស់គាត់ក៏ចង់ប្រេះនៅលំហទៅឲ្យប្រាប់ទៀតថាក្មេងៗចាក់ចេញពីទីនេះភ្លាមទៅតែចាស់យើងគឺនឹងទុកជីវិតឲ្យពួកឯងដើមបដាក៏បានសម្ញៃនៅធម្មពលរបស់គាត់តែឲ្យអ្នកណាខ្លាចទៅបើឲ្យអ្នកក្លាហានស៊ូយៀនខ្លាចដូចជាស្ទើពេកតបទៅវិញថាថ្ងៃនេះខ្ញុំក៏ចង់ឃើញថាតើអ្នកណាហ៊ានយកនៅផ្លែឈើដើមកំណើតមីយូរ៉ានេះនេះគ្រាន់តែក្តាប់ដៃអាយ៉ងសេរីថ្មីជាច្រើនបានបង្ហាញខ្លួនឈៀងមូម៉ាក៏ได้កាឲ្យទៀតឲ្យគួរស្អប់ស្របពេលដែលភាគីទាំងសងខាងបន្តសម្លឹងដាក់គ្នាទៅវិញទៅមកតែសមោងក្រោយមកប្រតិកម្មមីយូរ៉ាបញ្ជាថាចាប់ផ្ដើមសកម្មភាពគុំទុកជីវិតឲ្យអ្នកណាម្នាក់ឲ្យសោះពួកគេទទួលបញ្ជារួចក៏បានសម្រុកចូលសៀវយៀនប្រាប់ឲ្យគ្នារបស់គាត់ទៅទប់ទល់ពេលនេះភាគីទាំងសងខាងក៏ចាប់ផ្ដើមរើសនៅដៃគូបដិបករៀងខ្លួនសងចាននៅខាងលើទប់ទល់ជាមួយនឹងម្ចាស់ក៏សម្ព័ន្ធម្នាក់ទៀតដែលគេដឹងថាខ្លាឃ្មុំនេះមានធម្មពលអាចបំផ្លាញភ្នំបំបីដីថ្ងៃនេះខ្ញុំគឺនឹងសាកល្បងដោយផ្ទាល់ដៃតែម្ដងអ្នកទាំងពីរបន្ទាប់ពីផ្លាស់ប្ដូរនៅកណ្ដាប់ដៃចុះឡើងសងចានក៏បានវាយគេធ្លាក់ចូលមកហើយរួចប្រាប់ថាយើងមិនទាន់បញ្ចេញកម្លាំងអស់នៅឡើយនោះទេរួចសម្រុកចូលសាជាថ្មីដោយឡែកសៅយីសៀនក៏កំពុងតែប្រយុទ្ធជាមួយនឹងលេជុនជើល្បឿនរបស់គេលឿនដូចជារន្ទះវាប្រហាឲ្យនាងគ្រៀតចេញទៅព្រមទាំងនិយាយថានាងល្អិតបើសិនជាល្បឿនរបស់នាងតាមមិនទាន់យើងនោះទេគឺច្បាស់ជារងទុក្ខវេទនាធំមកតែភ្លាមនោះក៏ស្រាប់តែដឹងខ្លួនគឺជាជាតិពឹសខណៈពេលដែលគេសម្រុកចូលសាជាថ្មីសៅយីសៀនក៏បានតបទៅវិញខ្ញុំមិនដែលរងទុក្ខវេទនាដោយឥតន័យនោះឡើយដោយឡែកបើយើងក៏លេទៅកាន់ព្រឹទ្ធាចារ្យធានហួរក៏បានកិច្ចចេញអំពីការវាប្រហាររបស់ម្ចាស់កុលសម្ព័ន្ធបិសាចគេបន្តប្រើប្រាស់នៅធម្មពលវាប្រហារក៏ត្រូវបានព្រឹទ្ធាចារ្យប្រើប្រាស់នៅអណ្ដាតភ្លើងរបស់គាត់ដុតកំឡោយដូច្នេះគេសរសើរឲ្យទៅស្នៀកគ្រប់គ្រងភ្លើងរបស់លោកគឺពិតជាល្អក្រំបាទព្រឹទ្ធាចារ្យធានហួរតបទៅវិញថាលោកសរសើរពេកហើយខ្ញុំគឺគ្រាន់តែបារម្ភថាដៃគូបដិបករបស់ខ្ញុំនៅខ្សោយពេកតែប៉ុណ្ណោះដូច្នេះខ្ញុំមិនអាចបញ្ចេញនៅធម្មពលអស់បានហោះទៅប្រយុទ្ធគ្នាសាជាថ្មីដោយឡែកបើយើងក៏លេទៅកាន់ព្រឹទ្ធាចារ្យមីយូរ៉ានេះទប់ទល់ការវាប្រហារពីសំណាក់អាយ៉ងរបស់សៀវយៀនរអ៊ូហើយគឺពិតជារំខានខ្លាំងមែនទែនរីឯអាយ៉ងទាំងនេះក៏បានសម្រុកចូលព្រមគ្នាបណ្ដាលឲ្យគាត់ចាប់ផ្ដើមមូម៉ាក្តាកាហើយប្រើប្រាស់នៅធម្មពលបន្ថែមតែភ្លាមអាយ៉ងដែលគឺជាមេក្រុមរបស់អាយ៉ងទាំងនេះក៏បានបង្ហាញខ្លួនមាននៅកម្រិតយុទ្ធសាស្ត្រទី9ដូចគ្នា3ដៃរាប់មួយបណ្ដាលឲ្យគាត់ធ្លាក់ចូលទៅហើយថែម5ដៃរាប់មួយទៀតព្រឹទ្ធាចារ្យមីយូរ៉ាគ្នាចេញទៅយ៉ាងឆ្ងាយសម្រាប់កូនមាន់មិនចាំបាច់ប្រើនៅកំបិតតាំងតោសៀវយៀនរបស់យើងសម្រាប់ជើងខ្លាំងក៏មិនចាំបាច់ចេញមុខដោយផ្ទាល់នោះដែរព្រឹទ្ធាចារ្យម្នាក់នេះគ្នាចេញទៅហើយគឺពិតជាគួរឲ្យរំខានដូច្នេះគាត់ក៏បានឲ្យឈីងប្រញាប់រៀបចំក្បួនដើម្បីដាស់ឡើងនៅព្រលឹងបុព្វបុរសភ្លាមទៅអ្នកទទួលបញ្ជារួចក៏បានកិច្ចចេញពីការប្រយុទ្ធរបស់ក្តាប់នេះរួចហើយប្រើប្រាស់នៅឈាមរបស់នាងដើម្បីបង្កើននៅក្បួនឡើងមានក្បួនធ្វើជាកតិកាសញ្ញាធ្វើការដាស់ឡើងនៅព្រលឹងបុព្វបុរសក្តាប់នេះឃើញបែបនេះស្មានតែមានតែនាងតែម្នាក់ដែលអាចដាស់ឡើងនៅព្រលឹងបុព្វបុរសនោះព្រលឹងបុព្វបុរសនៃនេះក្រេកលំហបុរាណរបស់យើងគឺខ្លាំងជាងងាកទៅកាន់សៀវយៀនក៏កំពុងតែប្រយុទ្ធជាមួយនឹងអសង្ហាម្នាក់នឹងគណៈពេលដែរគេប្រើប្រាស់នៅកណ្ដាប់ដៃរបស់គេវាយចេញសៀវយៀនប្រើនៅជំហានរន្ទះទាំង3000កិច្ចចេញពីទីនេះបង្ហាញខ្លួននៅខាងក្រោយសំណាងហើយដែលយកដៃរងតាន់បើមិនចឹងគឺច្បាស់ជាបាក់នៅឆ្អឹងជំនីវិនិតិនោះឃើញថាឈីងបន្តប្រើប្រាស់នៅក្បួនរបស់នាងដើម្បីដាស់ឡើងនៅព្រលឹងបុព្វបុរសខណៈពេលដែលរូបសំណាកនៃមីយូរ៉ាកាន់តែមានចំហាយធម្មពលខ្លាំងក្លាប្រេះបាយបន្តិចម្ដងរួចហើយចាំងជះនៅធម្មពលសាយភាយពីពេញនឹងសៀវយៀនក៏ចាប់អារម្មណ៍ភ្លាមនេះបានសម្រេចឲ្យចំហាយមីយូរ៉ាក៏ចាប់ផ្ដើមហោះប្រតិសិនជុំវិញទីនេះក៏ដូចជាស្រីក្រហមផ្អើលពេញអាកាសសៀវយៀនក្រោយពីឃើញបែបនេះក៏ដឹងពីអានុភាពនៃបុព្វបុរសមីយូរ៉ាអសង្ហាគេសប្បាយចិត្តថាគ្រប់យ៉ាងគឺចប់ហើយដកថយហើយវាយើងក៏លេទៅកាន់ក្មេងតូចពេលនេះចាប់ផ្ដើមប្រែទៅជាក្មេងធំប្រើប្រាស់នៅឈាមរបស់នាងធ្វើការបង្កើតក្បួនដើម្បីដាស់ឡើងនៅព្រលឹងបុព្វបុរសពេលនេះរូបសំណាកនេះគ្រាក៏ចាប់ផ្ដើមមាននៅពន្លឺចែងចាំងភាគីទាំងសងខាងបានដកថយរៀងខ្លួនគ្រប់គ្នាដឹងថានេះគឺជាការដាស់ឡើងនៅព្រលឹងបុព្វបុរសដែលកម្រនឹងបានឃើញខ្លាំងណាស់ព្រឹទ្ធាចារ្យមីយូរ៉ាដឹងថាគឺជានិក្រេកលំហបុរាណមិនងើយឆ្ងល់នោះទេហើយអ្វីបានជាពួកគេអាចចូលមកក្នុងរនាំងវិញ្ញាណសត្វចម្លែកនេះបានដូច្នេះហើយប្រញាប់ឲ្យចាត់ការនាងដោយប្រើប្រាស់នៅព្រលឹងបុព្វបុរសភ្លាមទៅ Function ឬដូច្នេះក៏ចាប់ផ្ដើមប្រើប្រាស់នៅចំហាយមីយូរ៉ាដែលមើលទៅគឺពិតជាខ្លាំងក្លាមែនទែនស្លាមមីយូរ៉ាភ្លើងជាច្រើនធ្វើការវាប្រហារពុះពេញទៅដោយធម្មពលផ្ទុះយ៉ាងសន្ធោសន្ធៅតែវិនិតិនោះផងដែរក៏ស្រាប់តែមាននៅចំហាយនេះគ្រីថៃស៊ូមួយបានបង្ហាញខ្លួនទស្សនវិជ្ជានេះនឹងមីយូរ៉ាប្រឈមមុខដាក់គ្នាអ្នកគុណនិយមទាំងឡាយគឺពិតជាមាននៅការភ្ញាក់ផ្អើលក្តាប់នេះបើកភ្នែកសាជាថ្មីម្ដងទៀតអមដោយព្រលឹងនេះគ្រីបុព្វបុរសហើយនៅពេលនេះបានបង្ហោះនេះគ្រីឲ្យស្រីក្រហមទៅទប់ទល់ជាមួយនឹងសម្រែកនៃមីយូរ៉ាបណ្ដាលឲ្យជាងខ្លាំងធម្មតាពិបាកទប់ទល់មែនទែនគណៈពេលនេះយើងមកមើលនៅការប្រគួតរវាងបិសាយវេទមន្តទាំងពីរនេះវិញម្ដងធម្មពលនេះនិងមីយូរ៉ាធ្វើការវាប្រហារផ្ទុះឡើងយ៉ាងសន្ធោសន្ធៅនៅលើអាកាសបន្ទាប់មកមីយូរ៉ាប្រើប្រាស់នៅក្រញ៉ាំខ្ញាំនេះគ្រីទម្លាក់ទៅខាងក្រោមព្រមទាំងថែមមួយស្លាបទៀតតែមិនថាយ៉ាងណានេះគ្រីក៏នៅតែដកថយយកអឡង់ព្រមទាំងហក់ទៅខាំត្រៀមខ្លួនស្រីក្រហមរួចហើយសម្រុកចូលសាជាថ្មីការប្រយុទ្ធរវាងនេះនិងមីយូរ៉ាគឺនៅតែមានសភាពខ្លាំងក្លារីឯនេះគ្រីនៅពេលនេះមានប្រៀបជាមីយូរ៉ាបន្តិចហើយនៅខាងលើប្រើប្រាស់នៅក្រញ៉ាំផងប្រើប្រាស់នៅមាត់ខាំផងបូករួមជាមួយនឹងកន្ទុយវាប្រហារឲ្យមីយូរ៉ាធ្លាក់ចូលទៅខាងក្រោមហើយដេកជុកទៅហើយដូច្នេះហើយសៀវយៀននិងសៅយីសៀនគឺមានតែយកដៃបាំងអ្នកគុណនិយមដទៃទៀតបានត្រឹមតែសម្លឹងមើលវិនិតិដែលព្រលឹងបុព្វបុរសនេះគ្រីស្រីក្រហមសម្លឹងចុះមកខាងក្រោមមីយូរ៉ាក៏ស្រាប់តែហោះឡើងមកខាងលើវិញស្រីក្រហមដូចគ្នាដូច្នេះនេះគ្រីក៏បានសម្រុកចូលសាជាថ្មីអ្វីៗដូចជាអ្នកក្លាហានទាំងអស់គ្នាបានឃើញហើយបន្ទាប់ពីម្នាក់និងមីយូរ៉ាហោះទៅរកគ្នាអស់ជិត80ម៉ោងក៏បានប៉ះទង្គិចគ្នាធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លាម្ដងទៀតស្ទើរតែរំជួយមេឃក៏ក្រាបប្រតិពីវិនិតិបន្ទាប់ឃើញថាគ្រប់បែបយ៉ាងប្រែទៅជាស្ងៀមស្ងាត់ក៏ព្រោះថាព្រលឹងបុព្វបុរសមីយូរ៉ាគឺបានចាញ់ក្រោមកណ្ដាប់ដៃនៃព្រលឹងបុព្វបុរសនេះគ្រីថៃស៊ូហើយឈីងនេះមានការខកចិត្តខណៈពេលដែលព្រឹទ្ធាចា
ចាស់មយុរារអូថាប្រលឹងបុព្វបុរសនេះគ្រីថៃស៊ូនេះក៏ពិតជាខ្លាំងណាស់លេជុនជើសួរទៅកាន់ព្រះរាជាហងឈៀនតើពួកយើងគួរធ្វើដូចម្តេចទៅគាត់ក៏បានប្រាប់ថាឲ្យដកថយចេញពីទីនេះសិនរងចាំពួកគេនៅច្រកចេញស្វែងរកនៅឱកាសដណ្ដើមយកនៅផ្លែឈើដើមកំណើតនេះគ្រីមយុរាមកវិញបន្ទាប់ពីពួកគេចាក់ចេញហើយស៊ីយិនក៏ស្រាប់តែអស់កម្លាំងធ្លាក់ចូលមកដល់ខាងក្រោមនៅតាមផ្លូវធ្លាក់នោះបានប្រែទីជាក្មេងតូចវិញស៊ីយិនរបស់យើងក៏ប្រញាប់ទៅទទួលព្រមទាំងសួរថាតើនាងអាចទ្រាំបានដែរទេសងចាន់បារម្ភអំពីមេធំរបស់គេហើយតែនាងប្រាប់ថាមិនអីគឺគ្រាន់តែធម្មពលនៃភ្លើងបុព្វបុរសខ្លាំងពេកដូច្នេះនាងប្រើប្រាស់នៅកម្លាំងខ្លាំងដើម្បីកោះហៅមកបានស៊ីយិនបានឲ្យយកនៅផ្លែឈើដើមកំណើតមយុរានេះគ្រីសិនទៅដើម្បីបង្ការកុំឲ្យមានបញ្ហាថ្លោះថ្លួយហើយ80ម៉ោងក្រោយមកទៀតពួកគេធ្វើដំណើរសៅយូសៀនសួរថាតើពួកយើងគួរទៅណាស៊ីយិនប្រាប់ក៏ដោយសារតែពួកយើងមាននៅផ្លែឈើដើមកំណើតនេះគ្រីមយុរាមុនពេលដែលជើងខ្លាំងនៃកុសសម្ព័ន្ធនេះគ្រីថៃស៊ូមកដល់ពួកគេក៏ចង់ទៅឃើញនៅស្នេហ៍ប្រយុទ្ធកម្រិតឋានសួគ៌ក្មេងញៀនថ្នាំដាក់ថ្នាំបន្តិចហើយក៏បានប្រាប់កុំរំអីនាងគឺនឹងប្រើប្រាស់នៅធម្មពលលំហពិសេសដើម្បីជួយក្នុងការហាត់ក្លិនឲ្យស៊ីយិនទៅចោះលើដូច្នេះហើយអ្នកក្លាហានរបស់យើងក៏បានអស់សំណោចធ្វើដំណើរអស់ជិត80ម៉ោងទៀតស៊ីយិនក៏បានសួរឲ្យនាងល្អិតក្រែងថានាំពួកយើងទៅរកនៅស្នេហ៍ប្រយុទ្ធកម្រិតឋានសួគ៌មែនទេនាងក៏បានសោយក៏ព្រោះថានៅទីនេះវាក្លិនក៏អូពេកហើយនាងគឺត្រូវបានវាអូសទាញមកដល់ទីនេះដូច្នេះស៊ីយិនក៏មានតែទៅឆែកមើលសិនថាមានវត្ថុទៅប្រភេទអ្វីទៅសម្លឹងទៅខាងមុខសោយយូសៀនដឹងថាផ្សែងពើនៅទីនេះគឺពិតជាក្រាស់ខ្មឹកវាអាចសម្បីតែធ្វើការបំផ្លាញនៅកម្លាំងធាតុខាងក្នុងស៊ីយិនសម្លឹងទៅខាងមុខងើងឆ្ងល់ហើយអ្វីបានជាទីនេះមាននៅឆ្នាំងចម្លែកម្លេះក្តឹបនេះក៏ចាប់អារម្មណ៍ទៅនឹងដបទាំងនោះខណៈពេលដែលស៊ីយិនឲ្យពួកគេម្នាក់លេបថ្នាំដើម្បីបង្ការពីផ្សែងពុលស៊ីយិនក្មេងរឹងក្បាលចង់ដើរទៅតែស៊ីយិនបានខាត់ក៏មិនได้បដាឲ្យសោះប្រកោថ្នាំឲ្យនាងក៏បានទទួលថាយល់ហើយពួកគេក៏បានបំបីផ្លូវគ្នាស្វែងរកហើយដឹងថាក្តឹបនេះគឺចាប់អារម្មណ៍តែថ្នាំនោះទេស្រវាដបបានមិនទាន់ដឹងថាស្អីផងចង់ដាក់ចូលមាត់ស៊ីយិនស្រវាចេញមកវិញព្រមទាំងនិយាយថាបុព្វបុរសតូចរបស់ខ្ញុំហើយកុំចេះតែដាក់អីចូលមាត់ប្រេះផ្ដាស់ទៅបានអត់ព្រះរាជាធានហួរប្រាប់ថាបើសិនជានៅទីនេះប្រទេសឃើញនៅថ្នាំកម្រិត9ដំណើរលើកនេះគឺពិតជាចំណេញខ្លាំងណាស់ស៊ីយិនតបទៅវិញថ្នាំកម្រិតនេះសម្បីតែជាងខ្លាំងកម្រិតតូចចឹងនឹងក៏ពិបាករកដែរវាជាវត្ថុទិព្វដ៏មានតម្លៃបំផុតភ្លាមស៊ីយិនចាប់អារម្មណ៍នៅអ្វីម្យ៉ាងហាក់បីដូចជាកំពុងតែឬក៏កាយនៅក្នុងទូមួយដូចនេះក្តឹបនេះក៏បានចូលទៅមើលទៀតហើយចង់ដឹងខ្លាំងពេកក៏បានទាញបន្តិចម្ដងព្រមទាំងអត់មើលនាងក៏ចាប់អារម្មណ៍ឃើញនៅអ្វីម្យ៉ាងដូចជាពន្លឺរញ៉េរញ៉ៃបន្ទាប់មកឃើញច្បាស់ហើយគេគឺកំពុងតែរៀបចំញ៉ាំនៅថ្នាំអ្វីម្យ៉ាងស៊ីយិនគឺពិតជាមាននៃការភ្ញាក់ផ្អើលក៏ព្រោះថាវាគឺពិតជាគួរឲ្យស្រឡាញ់ពេកហើយស៊ីយិនរបស់យើងក៏ភ្ញាក់ផ្អើលដូចគ្នាក៏ព្រោះថានេះរៀបនឹងនិយាយថាថ្នាំតែវាគឺជាបិសាចថ្នាំហើយបើយើងមើលទៅកាន់ខ្លាឃ្មុំមួយនេះល្បឿនរបស់វាគឺពិតជាលឿនមែនទែនអាចធ្វើការបំលាស់ទីនៅក្នុងលំហយ៉ាងងាយស្រួលស៊ីយិនចង់ទៅចាប់ដែរតែមិនជាប់អ្នកដទៃទៀតក៏ព្យាយាមមិនថាសៅយីសៀនឬក៏ជាព្រឹទ្ធាចារ្យធានហួរសងចាន់ខណៈពេលដែលលោតទៅចាប់នោះចាប់បានតែខ្យល់ប៉ុណ្ណោះខណៈពេលដែលវាមាននៅជំនឿចិត្តក៏ស្រាប់តែជាប់ក្នុងដៃរបស់ក្មេងតូចទៅហើយនាងក៏បានសួរចង់ប្រើប្រាស់នៅសមត្ថភាពលំហកិច្ចខ្លួននៅចំពោះមុខខ្ញុំផងរំលឹកអំពីសម្ដីរបស់ស៊ីយិននៅពេលនេះប្រាប់ថាគេគឺជាសត្វបិសាចថ្នាំស៊ីយិនក៏ប្រាប់ថាបើសិនជាវិភាគទៅតាមក្លិនរូបរាងគឺមិនខុសនោះទេថ្នាំនេះក៏នៅតែចង់រត់គេចខណៈពេលដែរស៊ីយិនសួរទៀតហើយថាទៅនេះគឺជាថ្នាំកម្រិត9ក្នុងពាក្យដំណាលមែនឬក៏អត់ស៊ីយិនប្រាប់ថាក៏ប្រហែលជាអត់ព្រោះថាផ្អែកទៅលើរូបរាងរបស់វាក៏ប្រហែលជាថ្នាំដែលមាននៅចំនួន8ឬក៏9ពណ៌តែក៏មិនឆ្ងាយអំពីកម្រិត9នោះដែរគ្រប់គ្នាក៏យល់ស្របស៊ីយិនក៏បានប្រាប់ថាថ្នាំកម្រិតខ្ពស់ខ្លះគឺអាចមាននៅរូបរាងព្រមទាំងអភិវឌ្ឍនៅប្រាជ្ញាទៀតផងរបស់នេះគឺពិតជាមានតម្លៃខ្លាំងណាស់ពួកយើងក៏មិនអាចឲ្យរត់ទៅបាននោះទេស៊ីយិនក៏បានប្រាប់ថាកុំរំអីគាត់មាននៅផែនការហើយរីឯផែនការនោះគឺថាបញ្ច្រកថ្នាំតែម្ដងតែបើយើងមើលទៅកាន់ក្មេងញៀនថ្នាំមិនពេញចិត្តនោះឡើយស៊ីយិនបន្តបោះឲ្យក៏ដូចជាប្រាប់ថាសត្វបិសាចថ្នាំនេះគឺត្រូវសម្អាងទៅលើថ្នាំដើម្បីរស់រានមានជីវិតក្នុងនាមគាត់គឺជាគ្រូឱសថកម្រិត8គឺមិនជឿថាมันអាចចាប់គេបាននោះទេកាន់តែបោះក្មេងតូចគឺកាន់តែខឹងថាល្អខ្លាំងណាស់ស៊ីយិនលោកបាយជាឲ្យថ្នាំកម្រិត6ដល់វាច្រើនតម្លឹងតែកុំព្រិះចំពោះខ្ញុំទៅវិញឃើញក្មេងតូចងក់ងល់ស៊ីយិនរបស់យើងក៏បានលួងនេះគឺជាថ្នាំកម្រិត7ចាត់ទុកថាគាត់សុំទោសទៅចោះហើយនាងក៏បានយល់ព្រមតែស្របគ្នានោះក៏ស្រាប់តែសត្វចម្លែកថ្នាំត្រូវបានមនុស្សម្នាក់ចាប់ទៅម្នាក់នេះផងដែរក៏ជានារីពស់ម្នាក់នោះនាងប្រាប់ថាសត្វបិសាចថ្នាំគឺជារបស់ខ្ញុំមិនដល់ឲ្យសាច់រឿងស្លេះទៅត្រឹមហ្នឹងហើយដើម្បីកុំឲ្យយុវជនសុបិនយូរយើងទៅមើលនៅ trailer វេបបន្តបន្តិចទៅភាគទី137យើងដឹងហើយថាស៊ីយិនគឺនឹងប្រយុទ្ធគ្នាជាមួយនឹងនារីពស់ម្នាក់នោះព្រមទាំងអាចឲ្យនាងបង្ហាញនៅសម្រស់ពិតប្រាកដដល់គុកគៈបាទក៏ដូចជាវត្តមានរបស់មនុស្សសារព្រលឹងដែលគេបង្ហាញខ្លួនព្រមទាំងគម្ពីរមួយអាចជាកម្រិតឋានសួគ៌ដែលគ្រប់គ្នាចង់បាននោះភាគទី138ក៏នឹងមាននៅការប្រយុទ្ធដ៏រំជួយមេឃក៏ក្របប្រតិពីម្ដងទៀតហើយហើយយើងបិសាចរបស់ស៊ីយិននៅតែដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធហើយយើងក៏បានឃើញនៅជើងខ្លាំងម្នាក់ធម្មពលរបស់គេគឺពិតជាខ្លាំងខ្លាំងមែនទែនខណៈពេលដែលស៊ីយិនបន្តរត់គេចចេញទៅហើយជាងខ្លាំងម្នាក់នឹងផងដែរមើលទៅជើងហាក់បីដូចជាគ្មានសាច់គ្មានឈាមតែយើងមិនទាន់ដឹងច្បាស់ថាគេគឺជាអ្នកណាខ្លាំងប៉ុណ្ណាសាច់រឿងក៏ត្រូវបានស្លេះតែត្រឹមហ្នឹងសម្រាប់អ្នកខ្លះដែលចង់ដឹងគឺកុំភ្លេចរងចាំតាមដានទស្សនាភាពបន្តជាមួយនឹង admin ជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងហើយថ្ងៃនេះទឹកដីធម្មពលវិញ្ញាណព្រមទាំងស៊ីយិនរបស់យើងដូចជាឲ្យ admin ស្រ័យដល់ហើយតែយ៉ាងណាក៏ដោយបើសិនជាអ្នកក្លាហានចង់គាំទ្រ admin ក៏អាចចូលមកក្នុងសមាជិកពិភពគុណ Club ឬក៏ចុច like subscribe ដើម្បីជាការលើកទឹកចិត្តមកឲ្យកម្មករសម្រាយរឿងម្នាក់នេះសាជាថ្មីម្ដងទៀតដរាបណាស់ភ្នំមិនផ្លាស់ប្ដូរទឹកនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ